ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះសុនពចិន្តាជាគ្រូនិស្សិតបរិញ្ញាបត្របូក1ដែលរៀនថ្នាក់សូមជូនវីដេអូស្វ័យសិក្សាតកតងនឹងចម្ពោះទី4ការវិតម្លៃតាមដំណាក់ក្នុងម៉ោងសិក្សាតើការវិតម្លៃតាមដំណាក់ជាអ្វីការវិតម្លៃតាមដំណាក់គឺជាដំណើរការនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សនិងផ្ដល់ការកែលម្អដល់សិស្សដែលការវិតម្លៃនេះកើតឡើងជាបន្តបន្ទាប់ក្នុងដំណើរការបង្រៀននិងរៀនដើម្បីជួយគ្រូយល់ពីការយល់ដឹងរបស់សិស្សកែសម្រួលការបង្រៀនឲ្យសមស្របនិងដើម្បីជំរុញការសិក្សារបស់សិស្សឲ្យទទួលបានលទ្ធផលល្អប្រសើរវត្តនៃការវិតម្លៃតាមដំណាក់ការវិតម្លៃតាមដំណាក់គឺជាការវិតម្លៃដើម្បីបង្កើនការលើកទឹកចិត្តនិងលទ្ធផលសិក្សារបស់សិស្សគោលគំនិតសំខាន់នៃការវិតម្លៃតាមដំណាក់គឺផ្ដោតទៅលើព័ត៌មាននៃការរៀនរបស់សិស្សនិងផ្ដល់ feedback ទៅសិស្សវិញដើម្បីដឹងថាសិស្សគួរកែលម្អអ្វីហើយគ្រូត្រូវបង្រៀនអ្វីនិងត្រូវបង្រៀនដូចម្តេចអត្ថន័យសំខាន់នៃការវិតម្លៃតាមដំណាក់គឺមិនមែនសម្រាប់ដាក់ពិន្ទុនោះទេប៉ុន្តែសម្រាប់បង្កើនគុណភាពបង្រៀននិងរៀនវាជាដំណើរការដែលគ្រូធ្វើការសង្កេតនិងប្រមូលព័ត៌មានជាបន្តបន្ទាប់ដែលផ្អែកលើគោលដៅដែលរៀនដែលបានកំណត់ហើយប្រើប្រាស់ព័ត៌មានដែលប្រមូលបានដើម្បីធ្វើសេចក្តីសម្រេចចិត្តបង្រៀនដើម្បីផ្ដល់មតិយោបល់ដល់សិស្សនិងដើម្បីកែលម្អការបង្រៀនឲ្យកាន់តែល្អប្រសើរចំណុចសំខាន់នៃការវិតម្លៃគឺគ្រូត្រូវកំណត់ឲ្យច្បាស់ពីគោលដៅនៃការរៀនដំណើរការនៃការវិតម្លៃតាមដំណាក់មាន4គឺ1ប្រមូលភស្តុតាងនៃការសិក្សា2វិតម្លៃភស្តុតាង3ផ្ដល់មតិត្រឡប់ដល់សិស្សនិង4កែលម្អការបង្រៀនប្រមូលភស្តុតាងនៃការសិក្សាគ្រូអាចប្រមូលភស្តុតាងតាក់ទងនឹងចំណេះដឹងការយល់ដឹងនិងជំនាញរបស់សិស្សតាមរយៈការសង្កេតមានន័យថាសង្កេតពីសកម្មភាពចូលរួមក្នុងថ្នាក់សង្កេតឥរិយាបថកាយវិការទឹកមុខសង្កេតពីរបៀបធ្វើការជាក្រុមឬការងារផ្ទាល់ខ្លួនជាដើមការសង្កេតជួយឲ្យគ្រូដឹងថាសិស្សយល់ឬក៏មិនយល់មេរៀនចំណុចបន្តគឺការសួរសំណួរដែលត្រូវសួរអាចជាសំណួរផ្ទាល់មាត់ឬជាសំណួរដើម្បីពិនិត្យការយល់ដឹងដែលយើងហៅថា comprehension question ការសួរសំណួរវាបង្ហាញពីការគិតនិងកម្រិតនៃការយល់ដឹងរបស់សិស្សចំណុចបន្តគឺការធ្វើកិច្ចការឬលំហាត់អាចជាលំហាត់ក្នុងថ្នាក់កិច្ចការផ្ទះកិច្ចការក្រុមឬកិច្ចការអនុវត្តដែលបង្ហាញពីសមត្ថភាពអនុវត្តចំណេះដឹងរបស់សិស្សចំណុចមួយទៀតគឺការវិតម្លៃខ្លួនឯងសិស្សអាចវិតម្លៃខ្លួនឯងនិងសិស្សវិតម្លៃមិត្តរួមថ្នាក់ការវិតម្លៃបែបនេះជួយឲ្យសិស្សដឹងពីចំណុចខ្លាំងនិងចំណុចត្រូវកែលម្អឧបករណ៍វិតម្លៃមានដូចជា quiz ខ្លីសំណួរចុងម៉ោងឬ checklist ដែលអាចប្រមូលព័ត៌មានបានរហ័សនិងច្បាស់លាស់បន្ទាប់ពីការប្រមូលភស្តុតាងនៃការសិក្សាគឺជាការវិតម្លៃភស្តុតាងគឺជាការវិភាគថាសិស្សយល់កម្រិតណាហើយមានចំណុចខ្វះខាតអ្វីខ្លះក្រោយពីការវិតម្លៃភស្តុតាងគឺចូលដល់ការផ្ដល់មតិត្រឡប់ដល់សិស្សការផ្ដល់ feedback ទៅសិស្សអាចធ្វើឡើងដោយផ្ទាល់មាត់ឬតាមរយៈការសរសេរអាចផ្ដល់ feedback ភ្លាមឬពន្យាពេលតែត្រូវផ្ដល់ឲ្យទាន់ពេលហើយការផ្ដល់ feedback ត្រូវតែសមស្របតាមកម្រិតនីមួយៗនិងច្បាស់លាស់
បន្ទាប់ពីការផ្ដល់មតិត្រឹមរបស់សិស្សគឺជាការកែលម្អការបង្រៀនគ្រូអាចកែលម្អការបង្រៀនតាមរយៈការផ្លាស់ប្ដូររបៀបបកស្រាយមេរៀនឲ្យសាមញ្ញនិងងាយយល់ហើយច្បាស់អាចប្រើវិធីចម្រុះឬប្រើប្រាស់រូបភាពដើម្បីជាជំនួយដល់ការបង្រៀននិងរៀនចរិតលក្ខណៈនៃការវិតម្លៃត្រមណៈចរិតលក្ខណៈនៃការវិតម្លៃត្រមណៈមានដូចជាផុសតាំងនៃការសិក្សារបស់សិស្សរចនាសម្ព័ន្ធអ្នកចូលរួមអ្នកពាក់ព័ន្ធមតិកែលម្អធ្វើនៅពេលណាការកែលម្អការបង្រៀនជំរើសនៃកិច្ចការអន្តរកម្មរវាងគ្រូនិងសិស្សតួនាទីនៃស្វ័យវិតម្លៃរបស់សិស្សការលើកទឹកចិត្តនិងគុណលក្ខណៈសម្រាប់ភាពជោគជ័យតកតងនឹងចរិតលក្ខណៈនៃការវិតម្លៃត្រមណៈចែកចេញជាពីរគឺការវិតម្លៃកម្រិតទាបនិងការវិតម្លៃកម្រិតខ្ពស់ចំពោះផុសតាងនៃការសិក្សារបស់សិស្សដែលផ្អែកលើការវិតម្លៃកម្រិតទាបគឺភាគច្រើនជាគោលដៅជាក់ស្ដែងនិងតាមស្តង់ដារចំណែកឯការវិតម្លៃកម្រិតខ្ពស់វិញគឺការវិតម្លៃផ្សេងគ្នាតាមរយៈស្តង់ដារខ្លះតាមផុសតាងផ្ទាល់មកខ្លះតកតងនឹងរចនាសម្ព័ន្ធការវិតម្លៃកម្រិតទាបភាគច្រើនគឺ formal និងមានផ្លែងច្បាស់លាស់ប៉ុន្តែចំពោះការវិតម្លៃកម្រិតខ្ពស់គឺមិនផ្លូវការហើយកើតឡើងដោយភ្លាមនឹងឯងចំពោះអ្នកចូលរួមដែលពាក់ព័ន្ធការវិតម្លៃកម្រិតទាបមានតែគ្រូបង្រៀនតែប៉ុណ្ណោះប៉ុន្តែការវិតម្លៃកម្រិតខ្ពស់គឺផ្ដោតទៅលើទាំងគ្រូបង្រៀននិងសិស្សចំណុចមតិកែលម្អការវិតម្លៃកម្រិតទាបភាគច្រើនគឺយឺតយ៉ាវនិងមានលក្ខណៈទូទៅប៉ុន្តែចំពោះការវិតម្លៃកម្រិតខ្ពស់គឺផ្ដល់មតិកែលម្អភ្លាមនិងមានលក្ខណៈជាក់លាក់ពេលដែលត្រូវធ្វើចំពោះការវិតម្លៃកម្រិតទាបភាគច្រើនគឺធ្វើបន្ទាប់ពីការបង្រៀននិងការវិតម្លៃប៉ុន្តែចំពោះការវិតម្លៃកម្រិតខ្ពស់ភាគច្រើនគឺក្នុងអំឡុងពេលបង្រៀនរីឯចំណុចចម្រុះកែលម្អការបង្រៀនចំពោះការវិតម្លៃកម្រិតទាបភាគច្រើនការកែលម្អការបង្រៀនមានលក្ខណៈជាការបង្កប់បញ្ជានិងមានការរៀបចំផែនការប៉ុន្តែចំពោះការវិតម្លៃកម្រិតខ្ពស់វិញភាគច្រើនមានលក្ខណៈបត់បែននិងមិនមានគ្រោងទុកនោះទេជំរើសនៃកិច្ចការចំពោះការវិតម្លៃកម្រិតទាបជំរើសនៃកិច្ចការភាគច្រើនកំណត់ដោយគ្រូប៉ុន្តែការវិតម្លៃកម្រិតខ្ពស់កំណត់ដោយគ្រូហើយនិងសិស្សចំពោះចំណុចអន្តរកម្មរវាងគ្រូនិងសិស្សការវិតម្លៃកម្រិតទាបអន្តរកម្មភាគច្រើនផ្អែកលើតួនាទីផ្លូវការតែការវិតម្លៃកម្រិតខ្ពស់អន្តរកម្មមានលក្ខណៈទូលំទូលាយមិនផ្លូវការទុកចិត្តនិងស្មោះត្រង់រីឯចំណុចតួនាទីនៃស្វ័យវិតម្លៃរបស់សិស្សការវិតម្លៃកម្រិតទាបគឺមិនមានទេប៉ុន្តែការវិតម្លៃកម្រិតខ្ពស់គឺមានលក្ខណៈរួមបញ្ចូលចំណុចបន្តទៅដល់នឹងការលើកទឹកចិត្តការវិតម្លៃកម្រិតទាបភាគច្រើនជាកត្តាខាងក្រៅប៉ុន្តែការវិតម្លៃកម្រិតខ្ពស់ភាគច្រើនជាកត្តាខាងក្នុងចំណុចចុងក្រោយគឺគុណលក្ខណៈសម្រាប់ភាពជោគជ័យចំពោះការវិតម្លៃកម្រិតទាបកត្តាខាងក្រៅវាកើតឡើងពីខាងក្រៅដែលអាចថាមកកត្តាគ្រូឬក៏កត្តាសំណាងប៉ុន្តែចំពោះការវិតម្លៃកម្រិតខ្ពស់គឺជាកត្តាខាងក្នុងដែលមិនស្ថិតស្ថេរឧទាហរណ៍ការប្រឹងប្រែងជាមធ្យមរបស់សិស្សក្នុងការសិក្សាការវិតម្លៃត្រមណៈមានពីរប្រភេទគឺការវិតម្លៃត្រមណៈក្នុងម៉ោងសិក្សានិងការវិតម្លៃត្រមណៈដែលផ្អែកលើការវិតម្លៃបញ្ចប់ការវិតម្លៃត្រមណៈក្នុងម៉ោងសិក្សាមានពីរប្រភេទគឺការវិតម្លៃក្នុងម៉ោងសិក្សាភ្លាមនិងការវិតម្លៃក្នុងម៉ោងសិក្សាដែលមានគម្រោងឬគ្រោងទុក
ការវាយតម្លៃក្នុងម៉ោងសិក្សាភ្លាមកើតឡើងព្រមគ្នានៅពេលដែលគ្រូធ្វើអន្តរកម្មជាមួយសិស្សដោយប្រើសំណួរសួរក្នុងថ្នាក់ឬការងារជាក្រុមដើម្បីប្រមូលភស្តុតាងនៃការរៀនសូត្ររីឯការវាយតម្លៃក្នុងម៉ោងសិក្សាដែលមានគម្រោងឬក្រុងទុកគឺជាការប្រើប្រាស់សំណួរដែលបានរៀបចំនិងកិច្ចការដែលប្រើចំណុចជាក់លាក់នៅក្នុងការបង្រៀនជារួមការវាយតម្លៃតំណាក់នៅក្នុងម៉ោងសិក្សាគឺជាឧបករណ៍សំខាន់សម្រាប់គ្រូក្នុងការយល់ដឹងពីសិស្សបង្កើនគុណភាពនៃការបង្រៀននិងជួយសិស្សអភិវឌ្ឍការសិក្សាបានល្អប្រសើរជាបន្តបន្ទាប់សូមអរគុណ